Damn ធ្លាក់មកពីក្បាលអូលេចអើយបងលេចអើយអូបាទ7500បាទអរគុណបាទអរគុណបងសួស្តីបងមកកាន់អេពីសូតថ្មីថ្ងៃនេះថ្ងៃទី2វិច្ឆិកាត្រូវនៅថ្ងៃអាទិត្យផ្ទៃមេឃមើលទៅដូចជាអត់ស្រឡះសោះថ្ងៃនេះបងថាមិនស្រួលហ្នឹងពេលថ្ងៃដាក់លិចពេញទៀតឡើយអាកាសធាតុស្មានមិនត្រូវដូចចិត្តសង្សារចាស់ខ្ញុំអញ្ចឹងតែយ៉ាងណាសម្រាប់បងថ្មីដែលមិនទាន់ស្គាល់ខ្ញុំឈ្មោះលីបងតែជាអ្នកដឹកជញ្ជូនម្ហូបអាហារនៅទីក្រុងភ្នំពេញហើយសម្រាប់បងណាដែលចង់ដឹងថាជីវិតអ្នកដឹកនៅភ្នំពេញមានជីវិតបែបណាបងប្អូនមើលវីដេអូនេះគឺត្រូវហើយបងប្អូនអរគុណជាអនេកដល់បងដែលបានជួយចុច Subscribe Channel YouTube បងប្អូនបងចុចតែមួយប៉ក់ទេតែវាជាកម្លាំងចិត្តដ៏ធំធេងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូនេះបន្តទៀតសម្រាប់បងអ្នកដែលចូលមើលថ្មីក៏ដូចគ្នាដែរសូមបងជួយចុចម្នាក់មួយប៉ក់មកបងដើម្បីជាកម្លាំងចិត្តដល់ខ្ញុំហើយឥឡូវព្រឹកនេះខ្ញុំចូលមកបងហើយ food គ្រាន់តែជិះចុះពីលើស្ពានមកជាប់ហ្មងមកបងនេះបាន15000ថ្លៃដឹកគ្រាន់តែបើកភ្នែកមកកោឆាយបងថ្លៃតែម្ដងពីផ្លូវកម្ពុជាក្រោមទៅបុរីពេញហួត60ម៉ែត្រចម្ងាយ11គីឡូជាងកាទៀវ7ចានដឹកជើងនេះខ្ញុំត្រូវប្រយ័ត្នបន្តិចហើយបើសិនជាអត់ប្រយ័ត្នទេដឹងតែមានបញ្ហាហ្មងម៉ូតូដាក់គៀនណាបងគៀនកើតបងបាទឥឡូវហាងចុចថាកាទៀវបានហើយស្លេកស្អាតខាងក្នុងកំពុងតែរៀបចំឲ្យកាទៀវ7នេះបងបាទជួយយកដាក់អត់អីបាទអរគុណបាទមួយជើងនេះជាតិហ្នឹងមិនដឹងថាត្រូវរៀបចំមកមិនទេនេះធុងវាតូចបើសិនជាមានអាធុងសេរីក្រោយដូចធុងញ៉ាំ24អានោះដាក់ស្រួលតែរបស់ខ្ញុំនេះវាតូចពេកអីគាត់តឹងមកលេចទាំងមិននេះដាច់ខាតសម្រាប់បងអ្នកដឹកថ្មីដាច់ខាតទៅថតរូបបងស្រួលទៅពេលដែលយើងមានបញ្ហាយើងស្រួលដោះស្រាយក្រុមហ៊ុនជួយដោះស្រាយតែបើយើងអត់ថតរូបទេមានបញ្ហាអីគឺចប់ហើយអញ្ចឹងជៀសវាងមានបញ្ហាត្រូវតែថតរូបឲ្យច្បាស់បងកម្ពុជាក្រោមទៅ60ម៉ែត្រក្នុងអេថាជិះ12នាទីដល់ទាល់តែហោះបានទៅដល់បើជិះតាមស្រួលពីផ្លូវកម្ពុជាក្រោមទៅ60ម៉ែត្រយ៉ាងតិចក៏45នាទីដែរអាហ្នឹងលឿនណាស់បើសិនជាផ្លូវផ្សារដំកអត់ស្ទះតែបើសិនជាផ្សារដំកស្ទះទៀតចប់ហើយភាគច្រើនព្រលឹមឡើងនៅផ្សារដំកគឺដឹងតែស្ទះហើយតែវាអត់ច្បាស់ទេព្រោះថ្ងៃនេះថ្ងៃអាទិត្យអាចនឹងអត់ស្ទះអត់ច្បាស់ដែរអញ្ចឹងមានតែមើលទាំងអស់គ្នាយើងលបងសាលាសន្ធមុខតាំងពីដាក់ចម្រឹងដែកមកលែងមានឡានចតស្រួលដែរមើលទៅឡើងស្រឡះកាលលើមុនអីដាក់ឡានឡើងត្រៀបមើលទៅទឹកភ្នែកតែម្ដងនេះមកសេតុងកែងកម្ពុជាក្រោមនេះមើលទៅដូចខ្ពស់ណាស់តែដល់ពេលភ្លៀងកន្លែងហ្នឹងហើយដែលលិចខ្លាំងជាងគេបំផុតនោះភ្លៀងម្ដងអីម៉ូតូអូតូមិនបាច់ចូលទេលិចបាត់ហើយមានអីបងផ្សារដើមកោអត់ស្ទះផងឥឡូវខ្ញុំមកដល់ស្តុបហ្នឹងឡើងស្រឡះមើលអញពីហាងមិញម៉ោង6:09នាទីឥឡូវមកដល់នេះម៉ោង6:12នាទីបងអញ្ចឹងមានន័យថាវាអត់ស្ទះទេផ្លូវស្រឡះស្រួលសុទ្ធតែនេះមិនមែនកាហ្វេទេខ្ញុំអត់សូវភ័យទេយើងជិះយឺតតាមសម្រួលបានតែបើដឹកកាហ្វេវិញបងដាច់ខាតយើងត្រូវតែលឿនបើសិនជាយឺតចាប់ពីកន្លះម៉ោងហើយតកដឹងតែលាយអស់ហើយយកទៅដល់ភ្ញៀវយើងនឹងមានបញ្ហាដូចពួកខ្ញុំជាអ្នកដឹកអាចនឹងធ្លាក់ផ្កាយឬក៏ក្រុមហ៊ុនទេមកសួរអញ្ចឹងបើសិនជាបងឃើញអ្នកដឹកណាជិះលឿនអីច្បាស់ 100% គឺគាត់ដឹកកាហ្វេឥឡូវខ្ញុំមកដល់ស្ពានមរតកដូចជួយធ្លាក់មួកមិនជីធ្លាក់មួកអញ្ចឹងបងមិញចេះតែមានណាជិះម៉ូតូពាក់មួកអត់ដាក់កលឹះហ្មងនេះដល់ពេលជិះលឿនខ្យល់លេប៉ើងធ្លាក់មួកចេះតែមានបងឥឡូវនៅប្រហែលជា1គីឡូទៀតដល់កន្លែងភ្ញៀវហើយបងមើលផ្លូវអត់ស្ទះណាបើផ្លូវស្ទះអាចនឹងយូរជាងនឹងទៀតហ៎តែអានេះខ្ញុំសុទ្ធយកមួយផ្លែតគឺដល់ហើយភ្ញៀវគាត់ប្រញាប់ដែរមកដល់ក្នុងបរិយាយបងសន្តិសុខដែលមានច្បាប់ល្អតឹងរឹងបំផុតណាមានតែបងសន្តិសុខជីបម៉ុងហើយនឹងពេញហួតទេពួកគាត់ច្បាស់មួយអ្នកដឹកចូលដាច់ខាតត្រូវតែមានលេខផ្លូវលេខផ្ទះបើសិនជាអត់ទេអង្គុយនៅក្រៅអូនចូលអត់បានទេ
ឥឡូវលេងសាច់ឥឡូវខ្ញុំដល់ផ្ទះភ្ញៀវហើយតាមពិតទៅបងនៅបរិយបើសិនជាអត់ចង់ឲ្យអ្នកដឹកខលទេបងនៅតែលេខផ្ទះលេខផ្លូវមកទៅដល់ពួកខ្ញុំចុចកណ្ដឹងយកតែម្ដងស្រួលតាំងណាបងកាទៀវ7ចានមកដល់ហើយអូចប់បដ ாய் បងកន្លក់ទឹកស៊ុបបន្តិចបដ ாய் បាទប៉ុណ្ណឹងឯងបាទអរគុណបាទអរគុណ ឈូបកាហ្វេដាក់ឲ្យស្អាតនៅ Toyota 60 ម៉ែត្រ 22,000 បាទអរគុណចម្លែកនេះបងនេះបងទី3ជាវកំងធូបកាហ្វេពីផ្លូវ2.1នេះវ៉ាន់សំកសលនេះហើយដឹកទៅកោះពេជ្រនៅកោះពេជ្រមានគាត់អត់កំងចម្លែកណាស់បងស្អីបងស្អីថាបាទបងប្រុសតែចម្លែកនេះគាត់កំងពី2.1នៅកោះពេជ្រមានធូបកាហ្វេនៅនឹងមួយបាទខ្ញុំអាចនឹងគិតថាធូបកាហ្វេនៅកោះពេជ្រអាចនឹងបិទឬក៏មានបញ្ហាអីផ្សេងទៀតព្រោះពីផ្លូវ2.1នេះទៅកោះពេជ្រមិនមែនចិត្តទេណាហើយថ្លៃដឹកអស់ឡើង 5,600 បើកំងនៅកន្លែងកោះពេជ្រអស់ប្រហែលជា 2,000 ជាងអីហ្នឹងឯងបងកំងឆ្ងាយអញ្ចឹងអស់លុយថ្លៃដឹកច្រើនងាប់ហើយអត់ទេខ្ញុំមើលដាក់ទីតាំងខុសហ៎បងមាន invoice មកហើយបង invoice ដូចគេអត់ដាក់ផងបងបាទអរគុណបាទអូអាគេមិនជ័យវាយខ្ទេចអស់លីងខានមក3ថ្ងៃវាយលឿនណាស់ខានមក3ថ្ងៃវាយឲ្យខ្ទេចអញ្ចឹងបើសិនជា10ឆ្នាំទៅមុខទៀតបងប្អូនឃើញវីដេអូនេះអាគេនេះត្រូវបានវាយរួចរាល់នៅឆ្នាំ2025ខែវិច្ឆិកាបងមិញជីដល់អាគេ42ជាន់ហ្នឹងឥឡូវចូលពងដឹកមកកោះពេជ្រវិញទៀតសាំហ្មងថ្ងៃនេះគ្រាន់តែជាប់បុកមកកោះពេជ្រហ្នឹង3ជើងតែឯងនេះធូបកាហ្វេពងហើយនឹងធូបកាហ្វេគាត់ធូបកាហ្វេចូល2ដងថ្ងៃនេះនៅកោះពេជ្រគេតាំងពីពណ៌កាយនេះបាទនេះសម្បូរច្រើនបាទបងលុយហើយណាបាទអរគុណបងបាទបាយបងបាទអរគុណបាទអរគុណបងបាទអូយមកព្រឹកនេះគាត់ឡើងចុះកោះពេជ្រនឹង6បកនឹងទៅមក3ជើង6បកមិនស្រួលទេណាជីពីកោះពេជ្រចេញពីកោះពេជ្រទៅដល់បឹងកងវិញមកមានបងចូលហើយដល់ពេលមានបងចូលមកកោះពេជ្រវិញដែរតែអត់មានអីលូទេនេះជីវិតអ្នកដឹកមានតែខំមែនទេបងឃើញទេឥឡូវជីដល់ចិត្តដល់ Eon មួយហ្នឹងអត់ទៅមានបងចូលទេតោះតែដល់ KFC បឹងកងមិនមានបងចូលស្ពៃបងនៅkiaនៅសាលាបងខ្ញុំឃើញដាក់ condo ស្មានបាទបាទអរគុណបងពីផ្សារដើមកមកសន្ធោមុខលិចហើយបងលិចហើយបងជិះម៉ូតូអូតូកុំចូលឲ្យសោះបងជាងកំពង់ចាំខ្ញុំឆ្ងល់កន្លែងហ្នឹងមើលទៅខ្ពស់ហេតុអីវាលិចទឹកខ្ញុំអត់ជន់អានេះខ្ញុំជិះក្បែរទ្រូងផ្លូវណាបើចូលទៅគៀនលិចម៉ូតូបាត់ហ្មងចូលអត់កើតទេទឹកជ្រៅណាស់បើមកចំហៀងខាងនោះលិចចង់មកចំហៀងផ្ទះនោះខ្ញុំអាណិតតែអ្នកជិះម៉ូតូកូនទាទេនិយាយមែនដឹងតែដែតទឹកហើយកូនទាភ្លៀងប្រហែលជាកន្លះម៉ោងនឹងលិចដល់កលិចទៅរមែនតែហ្មងនេះលោកអាយលោកអូសន្ធមមុខខ្ញុំហើយសន្ធមមុខអ្នកបិទជាសតទៅហើយជុំមើលអាកន្លែងនោះរត់ទៅជ្រៅងាប់ហើយម៉ាហ្នឹងឯងងាប់ហើយកន្លែងហ្នឹងមើលទៅខ្ពស់ណាស់ហេតុអីវាទៅលិចទឹកមើលអូសគ្នាអូសបលានខ្ពស់អត់អីទេអត់ដល់កំពង់សីមាំងមើលប្រុសអាណិតគ្នានិយាយមែនអូគីម៉ូនីងឆ្លងទៅរួចអត់ទេគីម៉ូនីងមើលនេះអូបងតូនៅលេងនោះអាណិតបងសង្ការេនិយាយមែនអូសបដាបាត់លិចទឹកសង្ការេក៏សើមបានប៊ូស៊ីដល់ទៅស្បៃហើយអូសទៅគាត់ធ្វើស្ងួតវិញបានវាឆេះអាហ្នឹងក៏ផ្លុំយ៉ាងណាឲ្យស្ងួតដឹងតែឆេះហើយតែបើអត់ទេចាប់ឲ្យស្ពៃអូកែកាហ្វេហ៎បងបាទអរគុណបងអរគុណបាទអរគុណបងសាច់ក្រកនេះសេវាខាងបងនៅចេញហ្មង 9,500 បាទ
បាទបងអរគុណបងឥឡូវបងខ្ញុំមកដល់ហើយបងបាទអរគុណបង អូផ្សារច្បារអំពៅចាប់ដើមស្ទះហើយបងម៉ោងតែ4ជាងនេះ4:40ជាងចាប់ដើមស្ទះហើយតែកន្លែងហ្នឹងវាអចិន្ត្រៃយ៍ស្ទះដល់រហូតកន្លែងបងប្អូនយើងអូយចេញដឹកនេះខ្ញុំល្វើយហ្មងល្វើយហត់ណាស់ចាំភ្ញៀវក៏ចាំស្ទះក៏ស្ទះភ្ញៀវដាក់ទីតាំងក៏ដាក់ខុសអូយឈឺក្បាលហ្នឹងខ្ញុំតែអត់អីទេចិត្តយប់ហើយចិត្តដល់ម៉ោងចូលផ្ទះហើយខ្ញុំតែម៉ោង6អីឬក៏5កន្លះខ្ញុំចូលផ្ទះខ្ញុំអត់នៅទេតោះកុំលូចានបងទៅជាមួយខ្ញុំទៀតដល់ម៉ោងទៅផ្ទះแล้วហើយបាទអូបាទបាទអរគុណកាន់10000 20000 1000ណាកាន់5បាទអរគុណអត់មែនទេចាំតិចហើយឥឡូវមិនចាប់ដើមល្ងឹតអីថ្ងៃនេះតាំងពីព្រឹកដល់យប់អត់មានបើកថ្ងៃមិនតិចទីមេឃស្រួលអញ្ចឹងអ្នកដឹកស្រួលហ្មងទៅចាក់សាច់ស្រួលអូណៃលើក្រោយឈប់រត់កាត់ម៉ូតូអញរត់អញ្ចឹងឯងគេបុកអញរៀងឯងអូខេបងឥឡូវម៉ោង5កន្លះហើយខ្ញុំសម្រេចចិត្តតែឈប់ដឹកត្រឹមនេះហើយដោយសារតែអស់កម្លាំងហ្នឹងអាទិត្យនេះស្មុគស្មាញតែហ្មងមែនទែនភ្ញៀវដាក់ទីតាំងខុសចាំហាងយូរហើយថែមទាំងមេឃភ្លៀងទៀតចាប់តែហ្មងនេះជាចុងក្រោយអរគុណដល់បងដែលបានចុច Subscribe Channel របស់ខ្ញុំចូល Comment ចូលឲ្យមេដៃនេះហើយជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់ខ្ញុំហើយសម្រាប់បងថ្មីដែលមិនទាន់បាន Subscribe Channel របស់បងសូមមេត្តាចុច Subscribe ម្នាក់មួយមកបងជាចុងក្រោយមានតែប៉ុណ្្នឹងឯងបងជូនពរបងឲ្យមានសុខភាពល្អទាំងផ្លូវចិត្តទាំងផ្លូវកាយសុខសប្បាយទាំងអស់គ្នាជួបគ្នានៅអេពីសូតក្រោយបងអរគុណ